កាលពីថ្ងៃទី20 24 ខែកក្កដាលើកទី1មានការផ្ទុះសង្គ្រាមរវាងខ្មែរនិងថៃបាទអញ្ចឹងខាងពួកថៃនឹងបានបាញ់ផ្លងមួយចំធ្វើឲ្យខូចសាលាមួយបន្ទប់បាទជាទម្ងន់បាទហើយនឹងសមិទ្ធផលផ្សេងទៀតបាទដល់លើកទី2ចាប់ពីថ្ងៃទី24បាទខែធ្នូបាទដល់ថ្ងៃទី27 បាទសង្គ្រាមមានរយៈពេល21ថ្ងៃអញ្ចឹងលើកទី2នេះគឺការខូចខាតមានច្រើនបាទซึ่งតែខូចខាតទាំងស្រុងបន្ទប់សាលាខូចទាំងអស់6បន្ទប់អាគារមាន6បន្ទប់ខូចទាំងអស់បាទហើយមួយទៀតមានខូចអាគារសាងសង់ថ្មីរបស់អង្គការ ASEAN បាទធ្វើបាន 80% ហើយត្រូវថៃបាញ់ផ្លងចំ2គ្រាប់ហើយមកជុំវិញនោះជាច្រើនគ្រាប់ទៀតបាទមានការខូចខាតដូចជាបន្ទប់ទឹករបស់អង្គការសមាទិតាន់បាទហើយបន្ទប់ទឹករបស់ក្រសួងអប់រំបាទអញ្ចឹងថាការខូចខាតគឺមានច្រើនមែនទែននៅក្នុងការបាញ់លើកទី2នេះបាទមួយទៀតគឺពេលដែលសាលាខូចខាតគឺធ្វើឲ្យសិស្សយើងអត់មានកន្លែងសិក្សាបាទបន្ទាប់ពីយើងបើកបរិយាស្នាក់ការថ្ងៃទី1ខែ11មកគឺយើងរៀនបាន1ខែបាទរៀនបាន1ខែដោយមានការជួយរបស់អង្គការការីតាសបាទជួយរងរៀនដោះអាសន្ន4ខ្នងបាទអញ្ចឹងរៀនបាន1ខែដល់ថ្ងៃទី6ខែ12គឺយើងមានសភាពកាយវាអត់ស្រួលដល់ថ្ងៃអាទិត្យទី7បងប្អូនជាពលរដ្ឋក្នុងភូមិតមនសិនជ័យគាត់បានភៀសខ្លួនភៀសសឹកចេញបាទគាត់បានចេញពីភូមិដល់ថ្ងៃទី8ហ្នឹងគឺថ្ងៃដែលកើតហេតុហ្នឹងគឺអត់មានសិស្សបាទមករៀនទេបាទមកបាន6នាក់គាត់សិស្សបាទអញ្ចឹងខ្ញុំក៏អោយត្រឡប់ទៅផ្ទះវិញបាទអញ្ចឹងមានន័យថាសិស្សចំនួន6នាក់ហ្នឹងអត់បានរៀនទេខ្ញុំឲ្យទៅផ្ទះវិញអញ្ចឹងសិស្សសរុបក្នុងសាលាបឋមសាលាតមនសិនជ័យខ្ញុំគឺមានសិស្សចំនួន200នាក់ស្រី99នាក់បាទលោកគ្រូមាន8នាក់ស្រី3នាក់ហើយក្នុងនោះដែរមានគ្រូពេទ្យសញ្ញាម្នាក់បាទក្នុងការខូចខាតសមិទ្ធផលក្នុងទីសាលាតមនគឺការខូចខាតច្រើនទាំងស្រុងមានផ្ទះបាយបន្ទប់ទឹកអាងចម្រោះទឹកស្អាតអាគារសិក្សាមួយខ្នង6បន្ទប់ហើយនឹងអាគាររបស់អង្គការ ASEAN មួយខ្នងដែលទើបនឹងឧបត្ថម្ភបាទគឺខូចខាតទាំងស្រុងបាទចំពោះសាលារៀនគឺមិនមែនជាមូលដ្ឋានទាបទេបាទប៉ុន្តែនឹងមិនសង្គ្រាម2ដងគឺពួកចោះឈានពៀនសៀមគឺផ្លងចំបាញ់ចំតែគល់ដៅសាលារៀនបាទគ្រប់ក្នុងបរិវេណសាលាទីធ្លាដីគ្រប់ធ្លាជុំវិញបាទអញ្ចឹងនឹងថាគោលបំណងពួកគាត់នោះមានគោលបំណងមិនចង់បំផ្លាញកន្លែងសិក្សារបស់កូនខ្មែរឬក៏មិន